ម្ដាយក្មេកចាប់អំបិលគ្រួសមួយក្តាប់ដៃបាច់ចូលទៅក្នុងសណ្ដែកបណ្ដោះដែលកូនប្រសាត្រាំរួចរាល់រួចក៏ទាញទ្វាររបងចាក់សោហើយអង្គុយច្រហោងនៅក្បែរជញ្ជាំងចាំមើលកូនប្រសាយំស្រែកបាក់ទឹកចិត្តកូនប្រសាបើកចានដែកមើលមុនគេសម្លឹងមើលសណ្ដែកបណ្ដោះដែលប្រៃរហូតដល់ល្វីងផ្ទុយទៅវិញនាងបែជីញឹមទាំងដកដង្ហើមធំនេះមកពីមេឃចង់ឲ្យពួកយើងធ្វើជ្រក់បន្លែដែលមានរសជាតិដិតដានតើបម្ដាយក្មេកកម៉ាត់នេះហើយខឹងរហូតដល់ជន់ជើងដុកដាក់កូនប្រសាមិនស្លន់ស្លោឡើយនាងចាក់ទឹកស្អាតចូលលាងជំរះសណ្ដែកបណ្ដោះរួចលាយជាមួយម្ទេសម៉ត់និងម្រេចចិនផ្កាម្រេចផ្អាប់ធ្វើជាជ្រក់បន្លែដ៏ស្រួយស្រាប់អាជីវករដើរកាត់តាមនោះធំក្លិនក្រអូបក៏ទិញយកអស់ចិត្តពាក់កណ្ដាលក្នុងមួយដង្ហើមចង្រិតជ្រក់បន្លែនេះធំក្លិនក្រអូបណាស់គឺខ្ញុំយកទាំងអស់គឺម្ដាយក្មេកមិនសុខចិត្តក្នុងចិត្តឆ្លៀតពេលកូនប្រសាទៅផ្ដោចំណីជ្រូកក៏រុញក្រោលជ្រក់បន្លែរបស់នាងឲ្យដួលជ្រក់បន្លែនៅក្នុងចានរីប៉ាយពេញដីកូនប្រសារៀបចំប្រមូលសម្អាតដោយស្ងប់ស្ងាត់យកជ្រក់បន្លែដែលមិនទាន់ខូចដាក់ចូលចានវិញហើយរើសបានមួយក្រទៀតផ្ញើជូនអ្នកម្ដាយញ៉ាំជាមួយបបរគឺត្រូវមាត់ណាស់គឺមាត់ម្ដាយក្មេកក៏អ៊ូថាច្រើនណាស់តែពេលហូបបាយតែងតែនឹកឃើញចានជ្រក់បន្លែនេះជានិច្ចគឺហឹមគឺធ្វើអីក៏ច្រើនម្លេះគឺម្ដាយក្មេកខំប្រឹងធ្វើឲ្យជាមកាត់កន្ត្រកឫស្សីដាក់ជ្រក់របស់កូនប្រសាឲ្យធ្លីជាច្រើនប្រហោងអ្នកដំណើរឆ្លងកាត់សាយចំអកដាក់កន្ត្រកដែលលេចជ្រក់បន្លែចេញមកកូនប្រសាទៅរកក្រណាត់ចាស់និងខ្សែធ្មេញខ្សែធ្នង់មកដេជុះចូលកន្ត្រកឫស្សីយ៉ាងលឿនរួចហាន់ជ្រក់បន្លែឲ្យអ្នករាល់គ្នាផ្លាក់មើលអ្នកដែលបានភ្លេចហើយដណ្ដើមគ្នាទិញយ៉ាងគំហុកមិនទាន់ដល់ថ្ងៃត្រង់ផងជ្រក់បន្លែក៏លក់អស់រលីងម្ដាយក្មេកខឹងពេកក៏ក្រវែងកន្ត្រកបន្លែចោលពេលយប់ម្ដាយក្មេកយកសណ្ដែកសៀងដែលកូនប្រសាត្រៀមធ្វើជ្រក់ចាក់ចូលក្នុងជង្រុកស្រូវទាំងអស់បំណងធ្វើឲ្យនាងមិនអាចធ្វើជ្រក់បន្លែបានអ្នកណាទៅដឹងថ្ងៃបន្ទាប់មានភ្លៀងធ្លាក់ធំជង្រុកស្រូវលេចធ្លីទឹកសណ្ដែកសៀងរីកធំពេញជង្រុកផ្ទុយទៅវិញវាបានជួយខ្ទប់ប្រហោងលេចភ្លៀងរក្សាទុកស្រូវបានមួយជង្រុកកូនប្រសាស្រង់សណ្ដែកសៀងដែលរីកនោះមកធ្វើជាតៅហ៊ូគោកខ្សៅបែជាទទួលបានការគាំទ្រជាងជ្រក់បន្លែទៅទៀតម្ដាយក្មេកទាំងខឹងទាំងមួម៉ៅខំប្រឹងព្រួសគ្រួសតូចនៅលើផ្លូវដែលកូនប្រសារែកទឹកបំណងចង់ឲ្យនាងដួលផ្កាប់មុខកូនប្រសាជន់លើគ្រួសក្រេចជើងតែនាងមិនបានត្អូញត្អែឡើយនៅតែបោកគក់ស្លដាំនិងមើលថែការងារផ្ទះដដែលកន្លងផុតទៅ2-3ថ្ងៃម្ដាយក្មេកឡើងភ្នំទៅកាប់អស់បានធ្លាក់ពីលើទួលដីរំកើខ្លួនមិនរួចក៏ស្រែកហៅឲ្យគេជួយខ្លាំងក៏ជួយផងកូនប្រសារយសំលេងស្រែកក៏រត់ខើចទៅទីនោះក៏ម៉ែមិនអីទេមែនទេនាងទ្រាំនឹងការឈឺចាប់រួចព្រំម្ដាយក្មេកត្រឡប់មកផ្ទះវិញម្ដាយក្មេកគេងនៅលើគ្រែសម្លឹងមើលកូនប្រសាច្របាច់ជើងឲ្យខ្លួននឹងបដូរថ្នាំឲ្យទាំងភ្នែកឡើងក្រហមក៏ខ្ញុំធ្វើបាបឯងគ្រប់បែបយ៉ាងហើយអ្វីឯងនៅតែល្អចំពោះខ្ញុំទៀតចូលទ្វារផ្ទះតែមួយគឺជារបងគ្រួសារតែមួយតើមានគំនុំឯណាឆ្លងយប់នោះម្ដាយក្មេកខ្ទប់មុខយំខ្ញុំខ្លាចឯងដណ្ដើមស្រឡាញ់កូនប្រុសខ្ញុំហើយខ្ញុំគ្មានទីពឹងគ្រួសារមួយចេះឈឺឆ្អាលគ្នាទៅវិញទៅមកទើបហៅថាជីវិតចាប់ពីពេលនោះមកម្ដាយក្មេកជួយកូនប្រសាធ្វើជ្រក់បន្លែនិងធ្វើតៅហ៊ូជួបអ្នកណាក៏សរសើរកូនប្រសាថាដឹងគុណដែររបររកស៊ីរបស់ប្តីប្រពន្ធក្មេងទាំងពីរនាក់កាន់តែរីកចម្រើនឡើង